សាយរឿងបានបន្តមកនៅព្រឹកថ្មីនេះអេមីលីបានសួរទៅកាន់អ្នកនាងថាតើអាហារនឹងមានរសជាតិយ៉ាងម៉េចដែរខ្ញុំឮថាចុងភៅខំងើបតាមពីព្រលឹមគឺដើម្បីធ្វើឲ្យអ្នកនាងដោយផ្ទាល់ដៃណាសម្លឹងទៅឃើញអាហារល្អបែបនេះនាងក៏ក្នុងចិត្តថានាងច្បាស់ជាលទ្ធផលនៃរឿងដែលកើតឡើងកាលពីម្សិលមិញហើយរួចក៏តបទៅកាន់អេមីលីថានេះនិយាយនាងបានន័យថាចុងភៅមិនដែលបានធ្វើអាហារឲ្យខ្ញុំរហូតមកដល់ពេលនេះអេមីលីឮបែបនេះនាងឆ្លើយមិនចេញទេបានតែអេអុញនឹងឯងពីណាបន្តទៀតថាខ្ញុំមិនមែនចង់ស្អីបន្ទោសឲ្យនាងនោះទេអេមីលីនាងកុំបារម្ភអីខ្ញុំនឹងថាមួយរយៈនេះនាងខំប្រឹងធ្វើការដើម្បីខ្ញុំណាស់ឲ្យតែនាងមានភាពស្មោះត្រង់នឹងខ្ញុំច្បាស់ជាឲ្យរំបនាងជាក់ជាមិនខាននោះទេអេមីលីឃើញអ្នកនាងរបស់ខ្លួនញញឹមព្រមទាំងសរសើរមកខាងខ្លួនបែបនេះនាងរភើបចិត្តឡើងទឹកភ្នែករលីងរលោងហើយនាងយំផងនិយាយតែរដេររប់ថាខ្ញុំមិនដែលគិតថានឹងចង់បានរង្វាន់អីនោះទេនាងប្រតិកម្មអេមីលីថាឲ្យសាឡបងប្រមូលវាខ្លះទៅមួយទៀតពេលដែលខ្ញុំញ៉ាំរួចរាល់នាងអាចទៅហៅមេការខ្ញុំបន្តិចបានទេអេមីលីតបថាប្រកាសណាស់តើអ្នកនេះមានអ្វីដែលត្រូវធ្វើព្រឹកនេះមែនទេពេលណាតបថានាងនិយាយអញ្ចឹងក៏បានដែរវាមានរឿងមួយយ៉ាងដែលពាក់ព័ន្ធនឹងខ្ញុំបន្ទាប់ពីទទួលទានអាហារពេលព្រឹករួចអេមីលីក៏បានទៅហៅមេការមកពេលណាបានរាក់ទាក់គាត់ដោយការនិយាយទៅកាន់គាត់ថាខ្ញុំពិតជារីករាយណាស់ក្នុងការចំណាយពេលក្នុងបន្ទប់លើដំបូលនោះមេការឮបែបនេះក៏តបទៅថាខ្ញុំពិតជារីករាយណាស់ដែលឮអ្នកនាងនិយាយបែបនេះរួចក៏សួរទៅថាតើការបានកំជួចឆ្នាំនេះយ៉ាងម៉េចដែរអ្នកនាងព្រោះថាឆ្នាំនេះពួកគេរៀបចំបានល្អជាងឆ្នាំមុនទៅទៀតឮមេការសួរបែបនេះនាងក៏ចេះតបទៅថាល្អអន្តាដោយមិនបានខ្វល់អំពីសម្ដីមេការប្រមាណទេព្រោះតានាងរវល់តែគិតអំពីរឿងរបស់អ៊ីក្នេកមេការក៏បានបន្តទៀតថាលោកម្ចាំងបានប្រាប់អ្នកនាងអាចទៅបន្ទប់លើដំបូលនោះបានគ្រប់ពេលវេលានាងក៏តបទៅថាល្អណាស់ដែលឮបែបនេះរួចក៏បន្តទៀតថាឲ្យលោកប្រុសតារិញចង់ឲ្យអ្នកនាងទៅចូលរួមតុអាហារជាមួយគាត់នៅពេលណាក៏បានដែរដែលអ្នកនាងចង់ដោយសារតែគាត់និយាយបោកបាច់ច្រើនពេកនោះនាងក៏និយាយកាត់ថាមិនចាំបាច់និយាយទៀតទេខ្ញុំហៅលោកម៉ុងគឺចង់សួរលោករឿងមួយតែអ៊ីក្នេកគេយ៉ាងម៉េចហើយមើលទៅកាលពីម្សិលមិញគេមិនតន់រកកន្លែងស្នាក់នៅឃើញនៅឡើយទេគាត់ឮបែបនេះក៏សួរទៅថាអ៊ីក្នេកតើអ្នកនាងចង់និយាយពីទេសកលដែលអ្នកនាងទិញមកនោះមែនទេនាងឮគាត់ហៅគេថាទេសកលបែបនេះទឹកមុំក៏ប្រែប្រួលមួយរំពេចសួរទៅកាន់មេការថាតើលោកហៅគេបែបនេះនៅមុខអ្នកគ្រប់គ្នាតើមែនទេមេការឮបែបនេះក៏ប្រញាប់អោនសុំទោសដោយនិយាយថាខ្ញុំមិនបានគិតមួយពេលដែលបង្កើតមានកំហុសសូមអ្នកនាងលើកលែងទោសឲ្យខ្ញុំផងនាងឮបែបនេះក៏ខ្ជិលប្រកាន់អីច្រើនដែរក៏សួរទៅថាតើប្រហែលថ្ងៃនេះអ៊ីក្នេកគេបានធ្វើអ្វីខ្លះមេការតបថាគេនៅតែតិចធ្លាវឹកហាត់ទេអ្នកនាងក៏បន្តសួរទៅទៀតថាតើលោកគិតថាគាត់សុខសប្បាយទេតើគាត់សម្របខ្លួនបានល្អទេហើយតើគាត់មើលទៅមានអារម្មណ៍យ៉ាងណាដែរមេការតបថាបើតាមមើលទឹកមុខរបស់គេវាមិនមានអ្វីដែលផ្លាស់ប្ដូរនោះទេខ្ញុំក៏មិនប្រកាសដែរថាគេមានអារម្មណ៍បែបណាតែយ៉ាងណាគេក៏មិនមានអារម្មណ៍អាក្រក់អីដែរហើយណាក៏សួរបញ្ជាក់ថាប្រកាសទេគាត់តបថាខ្ញុំគិតថាគេរស់នៅទីនេះគឺគ្រាន់បើជាងរស់នៅក្នុងកន្លែងដេញថ្លៃនោះទៅទៀតគេគួរតែដឹងគុណអ្នកនាងទៅវិញទេនាងឮបែបនេះមានមោទនភាពលើខ្លួនឯងដល់ហើយតបក្នុងចិត្តថាត្រូវហើយខ្ញុំគឺជាមនុស្សតែម្នាក់ដែលបាននាំយកគេចេញពីទីនោះរួចក៏សួរទៅថាអញ្ចឹងតើអ្នកណាជាគ្រូបង្វឹករបស់គេតាំងពីគេមកទីនេះគេច្បាស់ជាមានមួយហើយតើជាបងប្រុងរ៉េណូមែនទេមេការតបទាំងស្ទាក់ស្ទើរថាគេមិនអាចមានគ្រូបង្វឹកនោះទេអ្នកនាងក៏សួរទៅថាហេតុអីបានជាគេមិនមានគាត់តបថាព្រោះតែគេគឺជាទេសកលដោយសារតែអ្នកនាងចង់បានគេធ្វើជាអ្នកការពាររបស់អ្នកនាងលោកប្រុងបានដាក់គេចូលក្នុងបញ្ជីជាកូនជាងនាងពិតជាភ្ញាក់ផ្អើលណាស់ពេលដែលឮមេការនិយាយបែបនេះគាត់ថាតើនាងវាពិបាកខ្លាំងយ៉ាងនេះឬអ្វីដែលខ្ញុំបានធ្វើគឺទិញអ៊ីក្នេកប៉ុន្តែខ្ញុំនៅតែមិនអាចយកគេចេញពីវណ្ណៈទេសកលបានដដែលនាងសួរទៅកាន់គាត់ថាតើខ្ញុំគួរធ្វើយ៉ាងម៉េចទៅអាចយកគេចេញពីស្ថានភាពបែបនេះបានគាត់តបថាមានផ្លូវមួយគឺទិញគេឈ្មោះឲ្យគេសារជាថ្មីឬក៏ឲ្យគេកសាងគុណសម្បត្តិដ៏ធំមួយតែយ៉ាងណាក៏ដោយវិធីទាំងពីរនេះគឺមិនអាចនឹងងាយធ្វើបាននោះទេនាងឮបែបនេះក៏សួរទៅថាហេតុអីទៅគាត់តបថាពីព្រោះតែគេនឹងមកពីប្រទេសដែលចាញ់សង្គ្រាមរឿងទាំងនេះវាពិតជាថ្មីសម្រាប់នាងណាស់ដែលធ្វើឲ្យនាងគិតឡើងឈឺក្បាលទៅហើយនាងព្យាយាមគិតអលងពេលនៅក្នុងហ្គេមតែឋានៈខុសគ្នាឆ្ងាយនាងគេធ្វើយ៉ាងម៉េចទៅអាចខ្លាចជា King បានពេញសិទ្ធនៅពេលនោះហើយនាងក៏បានស្រមៃទៅដល់ស៊ីនមួយដែលអ៊ីក្នេកគេបានសារភាពទៅកាន់អ៊ីវ៉នថាខ្ញុំម្ចាស់ក៏ធ្លាប់ធ្វើជាអ្នកឧកញ្ញាពីមុនមកដែរខ្ញុំបានលាក់សមត្ថភាពពិតនៃការប្រយុទ្ធដាវរបស់ខ្ញុំក៏ត្រូវបំពេញតួនាទីជាអ្នកការពាររបស់អ្នកនាងភីណែណូភីប៉ុន្តែបន្ទាប់ពីអ្នកនាងបានចូលមកក្នុងជីវិតរបស់ខ្ញុំមិនអាចចូលមើលអ្នកនាងត្រូវអ្នកនាងភីណែណូភីធ្វើបាបនោះទេខ្ញុំសន្យាថានឹងការពារអ្នកនាងចេញពីស្រីម្នាក់
អ្នកនោះនឹងខ្លាចទៅជា King ការពីអ្នកនាងតាមអ្នកកូនខ្ញុំសូមស្បត់ថាភាពស្មោះត្រង់របស់ខ្ញុំមានតែចំពោះអ្នកនាងទេមកដល់ត្រឹមនេះនាងក៏នឹកឃើញហេតុថាដោយសារតែអ៊ីខ្នីងបានបញ្ឈប់ពីនានាភីពីការធ្វើបាបទៅលើអ៊ីបូនរឿងនឹងហើយដែលធ្វើឲ្យគេអាចរួចផុតពីឋានៈទីស្ករដោយសារអ្នកកញ្ញាបានជួយគេបន្ទាប់ពីគេបង្ហាញសមត្ថភាពនៃការប្រយុទ្ធរបស់គេរួចគេក៏ត្រូវបានតែងតាំងជា King ប្រចាំរាជវាំងនាងបន្តគិតទៀតថាការខ្លាចជាអ្នកជំនាញដាវគឺមានសារៈសំខាន់ណាស់ប៉ុន្តែធ្វើយ៉ាងម៉េចទើបអាចទៅដល់វគ្គនឹងបានទៅដែលវគ្គនោះអ៊ីខ្នីងបាននិយាយថានៅពេលដែលអ្នកកញ្ញាបានទិញខ្ញុំគាត់មើលឃើញពីសមត្ថភាពរបស់ខ្ញុំតាំងពីដំបូងម្ល៉េះដោយសារតែគាត់ទើបខ្ញុំអាចចូលវឹកហាត់បាននេះអ្នកកញ្ញាទិញគេមកហើយគេបានចូលវឹកហាត់លឿនជាងនៅក្នុងវគ្គធម្មតាហើយនេះអ្នកនាងដែលទិញគេមកហើយទុកគេឆោតទាំងមិនដឹងថាគេនឹងមានគ្រូបង្រៀនឬក៏អត់នៅក្នុងវគ្គពិបាកនាងកំពុងតែគិតច្បោកច្បល់ផងនោះភ្លាមនោះមេកាក៏និយាយឡើងថាតាមពិតទៅក៏មានពាក្យតវ៉ាពីពួក King មួយចំនួនដែរនាងក៏សួរទៅថាតើពួកគេតវ៉ាស្អីទៅគាត់តបថាបើតាអ្វីដែលខ្ញុំឮគឺមានការប្រឆាំងតិចតួចពេលដែលខ្ញុំបែងចែកបន្ទប់ឲ្យពួកគេដែលពួកគេទាំងនោះរអ៊ូថាមិនចង់នៅបន្ទប់រួមជាមួយនឹងទីសកលទេខ្ញុំដឹងថារឿងនេះអ្នកនាងម្ចាស់មិនអាចធ្វើអ្វីបាននោះទេព្រោះនាងជាធម្មជាតិរបស់ពួកគេទៅហើយពួកគេទាំងនោះសុទ្ធតែមកពីគ្រួសារដែលមានឋានៈខ្ពស់នាងស្ដាប់ឡើងវល់អស់ហើយព្រោះតែរឿងនោះវាច្រើនណាស់ពេកមេកាឃើញបែបនេះក៏ហៅទៅកាន់អ្នកនាងរបស់ខ្លួនលីនោះដែរនាងក៏ហៅទៅកាន់មេកាប្រាប់មេកានឹងរៀបចំប្រទេសផ្សេងឥឡូវនេះព្រោះនាងត្រូវចេញទៅក្រៅតែថ្ងៃវ៉ាន់មេការៀបចាប់ដែរនឹងព្រោះឃើញអ្នកនាងរបស់ខ្លួនផ្លាស់ប្ដូរអត្តចរិតភ្លាមបែបនេះបន្ទាប់មកនាងក៏បានហៅទៅកាន់អេមីលីនាងរូរីណាំងម្ដងភ្លាមនឹងនិយាយថាចាអ្នកនាងខ្ញុំនៅទីនេះពីណាសួរតើថានៅទីនេះតើនាងមានស្គាល់អ្នកបម្រើណាដែលចូលចិត្តតុបតែងខ្លួនឲ្យគេទេនាងប្រាប់តើថាឲ្យនាំពួកគេមកប្រមាណអ្នកមកខ្ញុំចង់តុបតែងខ្លួនឲ្យបានល្អបំផុតនៅពេលនេះហើយបេសកកម្មថ្ងៃនេះគឺអ្នកណាធ្វើបាវសំណប់ចិនរបស់ខ្ញុំអេមីលីគ្រាន់តែឮហើយសរសើរថាឈ្មោះលយណាំងអ្នកនាងអំឡុងពេលដែលនាងកំពុងតុបតែងខ្លួនអ្នកបម្រើក៏គ្នាសរសើរទៅថាអ្នកនាងតុបតែងខ្លួនបែបនេះមើលទៅដូចជាទេពធីតាមកពីឋានសួគ៌អញ្ចឹងនាងចាំយូរពេកក៏សួរទៅថាតើរួចរាល់ហើយមែនទេអេមីលីតបថានៅទេអ្នកនាងពួកយើងមិនទាន់តុបតែងសក់ហើយទេអ្នកនាងសូមអ្នកនាងចាំបន្តិចទៅจะរួចរាល់ហើយទីបំផុតការតុបតែងក៏បានរួចរាល់បន្តពីតុបតែងរួចនាងមើលទៅហាក់ដូចជាមានពន្លឺនិងស្រស់បំព្រងចាញ់ចាំងគ្រប់ជ្រុងតែម្ដងក្រុមកាយវិការទាំងអស់សុទ្ធតែស្រស់ស្អាតគ្រាន់តែនាងញញឹមនឹងសូម្បីតែអ្នកមានបេះដូងដែរក៏អាចរលាយបានដែរនាងប្រតិកម្មពួកគេថាខ្ញុំចូលចិត្តដែលធ្វើឲ្យពួកគេនោះរំភើបចិត្តឡើងស្រក់ទឹកភ្នែកហើយព្រោះតែបានអ្នកនាងរបស់ខ្លួនសរសើរព្រមទាំងឃើញអ្នកនាងរបស់ខ្លួនស្រស់ស្អាតយ៉ាងនេះពេលដែលតុបតែងរួចនាងថ្លែងអំណរគុណទៅកាន់ពួកគេថាអ្នកទាំងអស់គ្នាធ្វើការបានល្អណាស់អេមីលីឮហើយយកដៃជូតទឹកភ្នែកបណ្ដាព្រមទាំងសួរថាប៉ុន្តែអ្នកនាងស្លៀកពាក់បែបនេះតើអ្នកនាងចង់ទៅណានាងញញឹមបន្តិចឬក៏តបទៅថាដំបងទៅទីធ្លាវឹកហាត់សិនមកដល់ទីធ្លាវឹកហាត់នេះដែលបណ្ដាថាថ្ងៃនេះអាកាសធាតុល្អណាស់សមនឹងចេញទៅខាងក្រៅមែនប៉ុន្តែដោយសារតែពួក King នៃគ្រួសារអាកាវឹកហាត់នៅទីនោះដែរខ្ញុំមិនចង់ទៅរញ៉េរញ៉ៃជាមួយពួកគេនោះទេតែខ្ញុំក៏មិនចង់ស្ទើរតែស្លាប់ដោយការពីលើកមុនដែរនាងដើរទៅបានបន្តិចស្រាប់តែឃើញអ៊ីខ្នីងគេឈរវឹកហាត់តាមអ្នកឯងឆ្ងាយពីមនុស្សគ្រប់គ្នាដោយគេបានប្រើដើរឈើវាទៅកាន់មនុស្សចំបើងលៀននោះដែរដើរឈើក៏បានបាក់ទៅជាពីរកំណាត់ភ្លាមដោយសារតែគេប្រើកម្លាំងខ្លាំងពេកគេសម្លឹងទៅកាន់ដើរឈើនោះទាំងរៀងសោកស្ដាយបន្តិចស្រាប់តែមានសម្លេងមួយស្រែកហៅមកកាន់គេលៀននោះដែរគេស្ទុះទាត់មកកាន់អ៊ីខ្នីងភ្លាមតែម្ដងហើយភីណែនេះនៅជ្រុងម្ខាងឃើញទស្សនភាពបែបនេះក៏ចេះតែថាអាចចង្រៃនោះតែគេចង់សម្លាប់មនុស្សរបស់ខ្ញុំមែនទេម្នាក់នោះចេះថាចង្រៃមែនតែដើរឈើប៉ុន្មានតែឯងធ្វើឲ្យបាក់នោះតែឯងចេញលុយថ្លៃរបស់ទាំងនោះមែនទេអាចចាំអាសៀតនេះអ៊ីខ្នីងគេមិនបានតបតអ្វីទេគ្រាន់តែនិយាយថាខ្ញុំសូមទង់លើក្រោយខ្ញុំនឹងប្រុងប្រយ័ត្នជាងនេះម្នាក់នោះក៏តបថានេះមិនមែនជាលើទី1នោះទេតែឯងដឹងទេថាយើងត្រូវទទួលទណ្ឌកម្មអ្វីខ្លាំងពេលយើងសុំដើរឈើពីមេក្រុមម្ដងឯងឆាប់ក្រោកចង់ហើយវងទៅអ៊ីខ្នីងឮបែបនេះក៏សម្លឹងទៅកាន់គេដែលធ្វើឲ្យបែបម្នាក់នោះកាន់តែក្តៅក្រហាយថែមទៀតជេរទៅកាន់គេថាអាចចង្រៃនេះយើងប្រាប់ឲ្យឯងក្រាបចោះពេលណាឮបែបនេះគឺក្នុងចិត្តថាសម្ភារៈវឹកហាត់តែងតែបាក់បែកទៅរហូតនឹងពួកគេសុទ្ធតែដឹងហើយថាសម្ភារៈអស់នោះគឺមាននៅក្នុងឃ្លាំងតែគេបែរជាត្រូវទទួលទង់លើរឿងបែបនេះទៅវិញតែគេជួបរឿងបែបនេះរាល់ថ្ងៃតាមមែនទេអ៊ីខ្នីងក៏បានតបទៅកាន់គេថាឥឡូវនេះការវឹកហាត់វាសំខាន់ជាងខ្ញុំនឹងទទួលទោសគ្រប់យ៉ាងនៅពេលក្រោយពាក់ក្បាលស្លែម្នាក់នោះក៏តបទៅទាំងឌឺដងថាមើលទៅពួកទេសកលក៏មានច្បាប់នៃការវឹកហាត់ដែរតើគេដើរមកតែមុខអ៊ីខ្នីងតិចរួចក៏និ
និយាយថាប៉ុន្តែតើយើងគួរតែធ្វើយ៉ាងម៉េចទៅឯងបានតោងខ្សែខុសហើយខ្សែដែលឯងតោងគឺជាខ្សែដែលពុកផុយទៅហើយអរគុណសម្រាប់ការជួយចុច like ក៏ដូចជា subscribe នៅ channel របស់ Amin ចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ